ស្វាគមន៍ដល់គ្នាត្រឡប់មកវិញជាមួយនឹងរឿងវិទ្យាមន្តកំចាត់បិសាចភាគទី13ដែលជាភាគបន្តសេរីរបស់យើងចាប់តាមឡើងនៅពេលដែលហ៊ុយសែនបានដឹងថាមានអ្វីមួយកំពុងតែសម្លឹងមើលកាន់ពួកគេនៅក្នុងទីងងឹតគេក៏មានការប្រុងប្រយ័ត្នជាខ្លាំងដល់តែអ្នកគិតហើយថាអាយដៃទេវាគឺជាពោធិ៍ថ្លាន់ភ្នែកមាសតែទោះបីប្រាប់ថាអត់នោះទេពោធិ៍ថ្លាន់គឺជាសត្វចម្លែកមានតែមួយក្បាលតែប៉ុណ្ណោះក៏ប៉ុន្តែនេះគឺមានច្រើនក្បាលចឹងគឺមានន័យថាវាគឺជាប្រភេទបិសាចផ្សេងពិតប្រាកដណាស់វាគឺជាប្រភេទបិសាចរុក្ខជាតិដែលមានជីវិតអាចដើរបានហើយពួកវាក៏ពិតជាមានទំហំធំខ្លាំងមែនទែនហ៊ុយសែនក៏បានប្រាប់ឲ្យពួកគេប្រុងប្រយ័ត្នហើយកុំធ្វើសកម្មភាពផ្ដេសផ្ដាសព្រោះថាវាគឺជាញាណរុក្ខជាតិវាអាចដាស់វិញ្ញាណរុក្ខជាតិទាំងអស់ក្នុងព្រៃមកចាត់ការយើងបានពេលហ្នឹងគឺមានរុក្ខជាតិមួយដើមកាន់នៅដុំថ្មដ៏ធំហើយទោះបីឃើញថាប្រកបណាពួកគេក៏នឹងវាប្រហារយើងទោះបីជាពួកយើងគិតថាវាចិត្តល្អយ៉ាងណាក៏ដោយហ៊ុយសែនឃើញពួកវាដើរចូលមកមិនទំនងនោះទេក៏បញ្ញាប្រាប់ទៅកាន់ពួកគេទាំងពីរបញ្ញាប់ចូលទៅខាងក្នុងឆ្លងនៅវិញទៅហើយដូចជាការរំពឹងទុកមែនគឺថាដើមឈើធំក៏បានលើកដុំថ្មទាំងអស់នោះគប់សម្ដៅមកកាន់ពួកគេគណៈពេលទៅទូវៃឃើញចឹងក៏បានប្រាប់ឲ្យអ្នកគ្រប់គ្នាប្រយ័ត្នប្រើប្រាស់ធម្មពលខ្យល់ពណ៌បៃតងមកធ្វើការកំទេចហ៊ុយសែនក៏បានមកជួយការពារពួកគេវិញដែរតែពេលហ្នឹងក៏ធ្វើទូវៃមួយមកក៏ព្រោះដោយសារតែចន្លងក៏ត្រូវបានបិទបាំងទៅដោយថ្មបាត់ទៅហើយមិនដឹងថាគេបានតែតាំងពីកាលនោះទេឃើញថាពួកវាចាប់ដើមវាប្រហាមមកកាន់ខ្លួនហើយចឹងហ៊ុយសែនក៏មិនអាចទ្រាំបានចឹងហើយក៏មានតែសម្រុកចូលទៅតតាំងតែប៉ុណ្ណោះព្រមទាំងប្រាប់ឲ្យទូវៃនឹងបានប្រយ័ត្នប្រយែងផងតាមឈើពី3ដើមក៏ត្រូវបានហ៊ុយសែនកំទេចខណៈពេលដែលទូវៃឃើញហើយថាពួកវាមានរាងធំមែនក៏ប៉ុន្តែចលនាគឺយឺតវាល្អសម្រាប់ពួកគេក្នុងការបន្តដំណើរទៅមុខទៀតចឹងហើយក៏មកប្រទេសគ្នារត់ទៅប្រៃក៏ប៉ុន្តែបិសាចដើមឈើតនោះគឺឆ្លាតខ្លាំងណាស់ពួកគេទាំងអស់គ្នាក៏ត្រូវបានឡោមព័ទ្ធក៏បើដូច្នេះហ៊ុយសែនក៏បានទីនៅដើមពតរបស់គាត់ចេញមកទៅតតាំងខណៈពេលដែលពួកគេទាំងពីរនៅខាងក្រៅបញ្ចុះតឃើញថាធម្មពលភ្លើងរបស់ទូវៃដូចកំទេចពួកគេយ៉ាងងាយស្រួលតែម្ដងឃើញថាការចាប់ផ្ដើមគឺល្អពួកវាមិនមែនជាដៃគូនោះទេបណ្ដាលឲ្យទូវៃសប្បាយចិត្តប្រាប់ផងដែរថាបើសិនជាយើងវាយបើកផ្លូវរួចគេចេញក៏ប្រហែលជាល្អក៏ប៉ុន្តែពួកគេមិននឹកស្មាននោះទេថារុក្ខជាតិតនឹងកាច់បាញ់នៅបន្លាតកដែលបន្លាតកតនោះក៏ពិតជាមិត្តស្រួយខ្លាំងមែនទែនហ៊ុយសែនឃើញថាមិនល្អនោះទេចឹងហើយក៏បញ្ញាប់ថយក្រោយហើយប្រើប្រាស់ធម្មពលនៃវិជ្ជារបស់ខ្លួនបង្កើតទៅជារនាំងការពារហ៊ុយសែនមកកន្លែងមើលឃើញឱកាសហើយក៏បត់ថយរត់ទៅប្រូចដាក់មួយចំហាយដើរទៅមួយចំហាយដើរនេះគឺពិតជាធំពេកហើយបណ្ដាលឲ្យរុក្ខជាតិទាំងអស់នោះក៏ត្រូវបានងាប់ងាយឈាមទូវៃក៏បញ្ញាប់ប្រាប់ឲ្យដើរណែនាំហ៊ុយសែនត្រឡប់ទៅលាក់ខ្លួននៅខាងក្រៅថ្មវិញទៅព្រោះថាមិនទាន់ចប់នៅឡើយនោះទេបិសាចរុក្ខជាតិដើមឈើនេះគឺវាមានចំនួនច្រើនពេកហើយក៏ព្រោះដោយសារតែវាគឺជាប្រភេទរុក្ខជាតិដែលពួកវាអាចកោះហៅគូខរបស់វាមកកាន់តែច្រើនឡើងទូវៃដឹងហើយថាពួកវាជាសត្វចម្លែកដែលវាយមិនចេះអស់ទេតែហ៊ុយសែនបានជាអស់សំណើនឹងខ្លួនឯងតែម្ដងនិយាយឡើងថាបើសិនជាដើរនោះនៅនឹងដៃរបស់ខ្ញុំនៅពេលនេះវិញពួកអស់នឹងគឺមិនមែនជាដៃគូរបស់គាត់ឡើយតែទូវៃបាននិយាយថាបើសិនជាអាចត្រឡប់ទៅខាងក្រៅវិញខ្ញុំក៏មិនដែរឆ្លងកាត់ផ្លូវនេះដូចគ្នាព្រោះថាធម្មពលវេទមន្តគឺប្រើប្រាស់ធម្មពលវិញ្ញាណវិមានដែនកំណត់ឥឡូវនេះវិធីសាស្ត្រដ៏ល្អរបស់គេគឺមានតែប្រើប្រាស់នៅការបំផ្ទុះទ្រង់ទ្រាយធំដើម្បីវិចផ្លូវក្នុងការចាក់ចេញតែប៉ុណ្ណោះមិនអាចបន្តដំណើរទៅមុខបានទៀតទេតែពេលនឹងដែរក៏បានក្លែងមើលទៅឃើញថាដូចជាចម្លែកពួកវាមិនបានចូលមកទេបែរជាកំពុងតែដកថយទៅវិញទូវៃបានឃើញថាវាដកថយមិនមែនមានន័យថាពួកវាខ្លាចនោះទេហាក់ដូចជាកំពុងតែរងចាំអ្វីមួយប្រកបណាស់គឺថាវាកំពុងតែរងចាំនៅមេរបស់វាចេញមកនឹងឯងទំហំរបស់មេវាគឺពិតជាធំអស់ព្រៃទាំងមូលតែម្ដងមកវិញក៏កាន់តែគួរឲ្យខ្លាចទៀតរហ័សនាមរបស់គេឯងនេះជាបានថាជាស្ដេចនៃរុក្ខជាតិឃើញកូនចៅក៏ត្រូវបានភ្លើងដូចកំទេចដូចនេះមួម៉ៅមែនតែនចឹងហើយក៏បានទាញភ្លុកដ៏ធំប្រឡប់បញ្ចេញនៅធម្មពលខ្យល់ដើម្បីពន្លត់ភ្លើងចេញដល់ទៅកាន់ពួកគេនិយាយផងដែរថាខ្ញុំគឺជាអ្នកគ្រប់គ្រងកាន់កាប់ព្រៃមួយនេះក៏ជាអ្នកដឹកនាំបិសាចដើមឈើទាំងអស់នេះផងដែរគ្រប់គ្នាក៏តែហៅគាត់ថាជាអ្នកកាន់ភ្លុកធម្មជាតិដែលមានការភ្ញាក់ផ្អើលព្រោះថាគាត់អាចនិយាយភាសាមនុស្សបានដែលវាក៏បានធ្វើទូវៃសប្បាយចិត្តខ្លាំងណាស់ទេបំផុតគេមានវិធីដោះស្រាយហើយស្ដេចព្រៃក៏បានសួរថាចុះហើយđâyក៏បានជាពួកឯងសម្រាប់កូនចៅរបស់ខ្ញុំអុកញ៉ាភ្នែកអាក្រក់តើអ្នកគឺពិតជាចង់មកកសង្គ្រាមជាមួយនឹងយើងម្ដងទៀតមែនទេពេលហ្នឹងទូវៃបានចេញមកនិយាយប្រាប់ថាស្ដេចព្រៃសូមស្ងប់ចិត្តសិនទៅខ្ញុំមិនស្គាល់លោកអុកញ៉ាភ្នែកអាក្រក់ដែលលោកកំពុងតែនិយាយទេលោកមើលមកកាន់ពួកយើងគឺគ្រាន់តែជាមនុស្សទន់ខ្សោយតែប៉ុណ្ណោះគាត់បានមើលទៅកាន់គេនិយាយផងដែរថាតើមនុស្សមែនទេគេស្ទើរតែផ្លេចពីមនុស្សទៅហើយព្រោះតាំងពីប្រហែលពាន់ឆ្នាំមុនគឺមានតែមនុស្សម្នាក់តែប៉ុណ្ណោះដែលបានឆ្លងកាត់នៅទីកន្លែងនេះហើយក៏បង្រៀននៅភាសាមនុស្សហើយក៏ចេះនិយាយដោយសពថ្ងៃនឹងបានគាត់ចាំថាម្នាក់នោះគឺជាស្ដេចមនុស្សតែម្ដងពួកគេទាំង3នាក់កាយកាត់នៅយល់ហើយថាម្នាក់នោះគឺគេសម្ដៅទៅកាន់តារាកងឡូឡានទៅវិញងើយឆ្កាមិនក៏បានទៅជាគាត់ទៀតហើយរឿងព្រេងនេះទៀតដែលគេបានជួបទាំងអស់សុទ្ធសឹងតែតាក់ទងជាមួយនឹងឈ្មោះរបស់គាត់ចឹងហើយទូវៃក៏បានឲ្យគាត់នឹងទៅសួរកូនចៅរបស់ខ្លួនទៅចុះហេតុអីក៏បានមកវាប្រហារពួកគេដោយគ្មានហេតុផលស្ដេចព្រៃក៏បានសូមអភ័យទោសសម្រាប់ការវាប្រហារខុសទំនងដូចនេះក៏ព្រោះដោយសារតែពួកគេមិនបានស្គាល់អ្វីទៅដែលហៅថាមនុស្សនោះទេម្យ៉ាងវិញទៀតពួកគេបានចូលតាមចលងទៅពួកគេក៏ដូចជាគាត់នឹងចាត់ទុកថាគឺជាអុកញ៉ាភ្នែកអាក្រក់មួយនោះទូវៃលើដូចនេះបាននិយាយឲ្យថាបើសិននេះគឺជាការចូលច្រឡំតើពួកយើងអាចបន្តដំណើរទៅមុខទៀតបានដែរទេស្ដេចព្រៃឆ្លើយថាគឺមិនអាចនោះទេព្រោះដោយសារតែគេបានសម្លាប់នៅប្រជាជនរបស់ខ្លួនទូវៃបានប្រាប់ត្រឡប់ទៅវិញថាដោយសារតែកូនចៅរបស់លោកវាប្រហារយើងដោយគ្មានហេតុផលហើយដូច្នេះហើយពួកយើងមិនមែនជាមនុស្សល្ងង់ហើយពួកគេសម្លាប់តាមចិត្តទេស្ដេចព្រៃក៏នៅតែបន្តនិយាយក៏ប៉ុន្តែឯងក៏បានធ្វើឲ្យប្រជាជនរបស់យើងស្លាប់ទូវៃលឺហើយក៏ថាកញ្ញាញ់ខូតែម្
ម្ដងនិយាយមិនចេះស្ដាប់គ្នាហ៊ុយសែនបានដឹងពីធម្មជាតិរបស់បិសាចព្រៃនឹងហើយគឺថាពួកគេរឹងរូសខ្លាំងណាស់ក៏ប្រហែលជាពួកគេមិនព្រមដោះលែងយើងដោយស្រួលទេទោះបីក៏បានសួរថាតើគួរធ្វើម៉េចឬមួយក៏ខ្ញុំត្រូវប្រើភ្លើងដុតពួកគេឲ្យខ្លាយទៅជាភេទទាំងអស់ទេស្ដេចព្រៃក៏បានប្រាប់ហើយថាត្រូវតែសងនៅសំណងទោះបីងឿឆ្ងល់ខ្លាំងណាស់តើសំណងស្អីគេវិញឬមួយក៏ជាកាមាសទេតើស្ដេចព្រៃកំពុងតែចង់សងកាមាសធ្វើអីទេតែដានែលមិនគិតចឹងនោះទេព្រោះដោយសារតែប្រយោគដែលគេនិយាយតាក់ទងច្រើនបំផុតគឺទៅលើអុកញ៉ាភ្នែកស្អុយម្នាក់នោះចឹងហើយទោះបីក៏អង្គុយចោះនិយាយទៅកាន់គាត់ផងដែរថាតើអាចរៀបរាប់អំពីរឿងរបស់លោកជាមួយនឹងអុកញ៉ាភ្នែកអាក្រក់នឹងឲ្យគេបានស្ដាប់ផងว่าឬក៏អត់ក្រែងអាចធ្វើជាសំណងសម្រាប់លោកបានស្ដេចព្រៃបានប្រាប់ហើយថាអុកញ៉ាភ្នែកអាក្រក់នឹងគឺមានកម្លាំងខ្លាំងពូកែបានលួចយកនៅទ្រព្យសម្បត្តិដែលរុក្ខជាតិព្រៃរបស់យើងត្រូវការដើម្បីរស់ព្រមទាំងដែលយើងចេញពីលងទៀតផងទោះបីងើឆ្ងល់ហើយក៏បានសួរថាតើកំណត់អ្វីនៅក្នុងលងនោះទេស្ដេចព្រៃបានប្រាប់ថាវាគឺជាប្រភពទឹកនៃជីវិតទោះបីក៏ងើឆ្ងល់សួរទៅកាន់គាត់ផងដែរថាតើទឹកនេះមានអត្ថប្រយោជន៍ស្អីទៅវាជួយឲ្យមនុស្សមានជីវិតអមតៈមែនអត់គាត់បានប្រាប់ថាសម្រាប់មនុស្សគឺគ្មានប្រសិទ្ធភាពនោះទេវាមានប្រយោជន៍សម្រាប់តែដើមឈើពូយើងធ្វើឲ្យអាយុកាន់តែយឺនយូរក៏ប៉ុន្តែបើសិនជាមនុស្សឬមួយសត្វណាមួយបានផឹកទឹកនឹងហើយវាជួយត្រឹមតែព្យាបាលរបួសតែប៉ុណ្ណោះឬចឹងទោះបីក៏កន្លែងទៅមើលហ៊ុយសែនសម្រាប់អ្នកវឹកហាត់វេទមន្តក៏ជួយបំផុសនៅកំណត់សូត្រវេទមន្តបានកាន់តែលឿនហើយគេក៏អាចឈានទៅដល់កម្រិតកំពូលបានដឹងស្រាប់ហើយរឿងវេទមន្តទោះបីគេចាប់អារម្មណ៍ខ្លាំងមែនតែចឹងហើយទោះបីក៏និយាយទៅកាន់គាត់ថាគេក៏មានសំណើមួយផងដែរខ្សែរឿងកាត់មកកាន់កងទ័ពរបស់ព្រះវិហារបរិសុទ្ធនេះវិញក៏កំពុងតែបន្តដំណើរទៅតាមប្រមាញ់ហ៊ុយសែនតែកំឡុងពេលនោះលោកគ្រូកាន់ដូគាត់ក៏បានបន្ទោសនៅអ្វីម្យ៉ាងធ្វើឲ្យពួកគេត្រឡប់ថយក្រោយព្រមទាំងនិយាយផងដែរថាជំនួយរបស់យើងប៉ុណ្ណេះពួកឯងក៏ប្រហែលជាទៅមុខដោយគ្មានឧបសគ្គទេក៏ដោយពួកគេជួបជាមួយនឹងស្ដេចព្រៃព្រោះថាវាសនាក៏បានកំណត់រួចទៅហើយក្រែងមើលស្ដេចព្រៃនេះវិញក៏យកព្រមទទួលនៅសំណងហើយក៏យកព្រមទៅនឹងសំណើរបស់ទូវៃក៏មិនដឹងថាគេនិយាយពីអីនោះទេមិនត្រឹមតែប៉ុណ្ណោះស្ដេចព្រៃក៏យកព្រមយកពួកគេធ្វើជាមិត្តសម្លាញ់ទៀតផងមូលហេតុគឺដោយសារតែទូវៃសន្យាថាគឺនឹងសម្លាប់អុកញ៉ាភ្នែកអាក្រក់នឹងឲ្យទាល់តែបានហើយនាំយកប្រភពទឹកនៃជីវិតត្រឡប់មកឲ្យគាត់វិញពួកគេធ្វើដំណើរឆ្លងកាត់ព្រៃទឹកកកហើយទីបំផុតចូលមកដល់ព្រៃបៃតងដែលទូវៃក៏កំពុងតែគិតហើយថាការសម្រេចចិត្តតតាំងជាមួយនឹងអុកញ៉ាភ្នែកអាក្រក់នោះមិនមែនជាជំរឿខុសទេចុះហ៊ុយសែនបាននិយាយហើយថាកន្លែងនោះគឺជាកន្លែងដែលអារ៉ាកងឡូឡានបានទៅហើយដូច្នេះក៏ត្រូវតែទៅមើលដែលនេះក៏សង្ស័យហើយថាតើអុកញ៉ាភ្នែកអាក្រក់នោះគឺជាពោធិ៍ថ្លានភ្នែកមាសដែលគេកំពុងតែស្វែងរកនឹងមែនទេម្យ៉ាងវិញទៀតនេះគឺមានសមត្ថភាពពិសេសអាចបង្កមនុស្សខ្លាយទៅជាថ្មបានចឹងហើយម្ចាស់ស្ត្រីលីសក៏បានសម្រេចចិត្តឲ្យជាងឆ្នៃនៅវ៉ែនតាពណ៌ខ្មៅដើម្បីការពារនៅចំណាំងផ្លាតចេញពីភ្នែករបស់នាងការពារពួកគេកុំឲ្យខ្លាយខ្លួនទៅជាថ្មទោះបីបានស្គាល់ហើយថាជាវ៉ែនតាក៏ប៉ុន្តែនៅក្នុងពិភពលោកមួយនឹងពួកគេមិនមែនហៅថាវ៉ែនតានោះទេវាគ្រាន់តែជាឧបករណ៍ពាក់ភ្នែកទោះបីក៏អរគុណទៅកាន់ដានែលផងដែរក៏ប៉ុន្តែដានែលបានប្រាប់ថាគឺគេនោះទេដែលត្រូវជាអ្នកអរគុណបើសិនជាគ្មានទូវៃនោះទេគេក៏មិនអាចដើរដល់ដំណាក់កាលក៏ដូចជាផ្លូវនេះដូចគ្នាហើយមិនថាទូវៃនឹងគឺជានរណានោះទេអ្វីដែលសំខាន់គឺគេជំពាក់គុណទូវៃធំធេងខ្លាំងណាស់សូមបញ្ជាក់ផងដែរថាគណៈពេលនេះដានែលគឺមិនទាន់បានដឹងថាទូវៃគឺមានឈ្មោះថាទូវៃនោះទេបានត្រឹមតែស្គាល់ថាគេគឺជា Walker ចឹងហើយទូវៃក៏សម្រេចចិត្តនិយាយប្រាប់ការពិតទៅកាន់គេទាំងអស់តែម្ដងថាគេគឺជាប្រម្ចាស់ទូវៃមកពីគ្រួសាររ៉ូលីនឪពុករបស់គេគឺលូលីនរ៉េម៉ុនខ្លួនគ្មានបំណងកុហកគេនោះទេលើដូច្នេះហើយគេក៏បានតបថាមិនខ្វល់ថាគាត់គឺជានរណានោះទេអ្វីដែលសំខាន់គឺខ្លួនជំពាក់គាត់មិនថាគាត់គឺជាទូវៃឬមួយក៏ Walker នោះទេគឺជាមនុស្សតែមួយហើយទូវៃក៏បានប្រាប់ដូចគ្នាថាខ្ញុំទូវៃក៏យកព្រមស្មោះយកលោកធ្វើជាមិត្តអស់មួយជីវិតដូចគ្នាបន្ទាប់មកបងធំទូវៃនឹងក៏បានដឹកនាំពួកគេបន្តដំណើរទៅមុខទៀតមួយសន្ទុះពួកគេក៏បានមកដល់ប្រាសាទចាស់បុរាណមួយដែលឃើញថាមនុស្សទាំងអស់នោះត្រូវបានបង្កទៅដោយថ្មអបាទៅហើយទូវៃដើរមកដល់និមិត្តសញ្ញាពុះវែកមួយក៏ដឹងផងដែរថាក៏ប្រហែលជាដំណើររបស់ពោធិ៍ថ្លានភ្នែកមាសនឹងជាពុំខានទេពេលនឹងក៏ស្រាប់តែមានបិសាចមួយនិយាយទៅកាន់ពួកគេផងដែរពួកឯងនេះគឺពិតជាថ្លំធំមែនទែនហ៊ានជើងចូលមកកាន់អាណាចក្រភ្នែកបិសាចពួកយើងបិសាចមួយនឹងមានទម្រង់ដូចជាដើមឈើប្រាប់ទៅកាន់ពួកគេថាដើម្បីជាការសុំទោសទៅកាន់ស្ដេចភ្នែកបិសាចឯងគួរតែប្រគល់នៅក្របភ្នែកមកដើម្បីថ្វាយទូវៃបានតបថាមិនអីនោះទេក៏ប៉ុន្តែតើពេលណាទៅដែលស្ដេចបិសាចភ្នែកបិសាចនឹងមកជួបជាមួយនឹងពួកយើងពេលនឹងបិសាចម្នាក់នឹងក៏ចាប់អារម្មណ៍ដឹងហើយថាតាមពិតទៅពួកគេគឺជាមនុស្សហើយទូវៃក៏ប្រាប់ដូចគ្នាថាពិតណាស់យើងគឺជាមនុស្សហើយចូលឯងនឹងគឺជាស្អីវិញដែរតែស្ដាប់លើដូច្នេះគេក៏បានសោយប្រាប់ផងដែរថាគេមានឋានៈជាមន្ត្រីកាន់កាប់នៅក្នុងអាណាចក្រភ្នែកបិសាចនេះដោយផ្ទាល់ត្រូវបានតែងតាំងទៅដោយស្ដេចបិសាចភ្នែកបិសាចហើយមនុស្សដែលមានសមត្ថភាពអាចឈានជើងមកកាន់ទីនេះបានក៏សុទ្ធសឹងតែជាអ្នកមានសមត្ថភាពក៏ប៉ុន្តែពួកឯងកំអាលអខ្លាំងពេកមុននឹងក្រោយពួកឯងក៏ត្រូវបានកកខ្លាយទៅជាដុំថ្មទៅអស់នឹងពេលនឹងក៏បានដាក់ក្បួនច្បាប់មួយខំខាំងពួកគេទៅវិញក៏និយាយហើយថាខ្ញុំពិតជាភ្ញាក់ផ្អើលជាមួយនឹងក្បួនខំខាំងឯងខ្លាំងណាស់ខ្ញុំគិតថាឯងវាប្រហារដូចជាស្ដេចបិសាចដើមឈើទាំងអស់នោះហើយក៏ប៉ុន្តែបែកជាចឹងគួរសោកស្ដាយខ្លាំងណាស់បន្ទាប់មកគេក៏គំរាមដោយផ្លុំនៅថាមកពុះភ្លើងពណ៌ជុំវិញរាងកាយពួកគេសួរថាតើពួកឯងខ្លាចដែរទេស្នេហ៍ដកតបចឹងសួរគេថាខ្លាចអត់ហើយហ៊ុយសែនក៏ពិតជាធុញទ្រាន់ខ្លាំងណាស់ដាក់មិនដាវតែបន្តិចទេអាលីខ្ទេចរួចក៏បានដាក់មិនដាវទៅក៏បានដល់លើក្បាលរបស់វាត្រូវបានដាច់ពតហើយក៏ធ្លាក់ចុះមកខាងក្រោមតាមពិតទៅរាងកាយដ៏ធំនោះគឺជាការគ្រប់គ្រងរបស់សត្វកណ្ដុរមួយក្បាលសោះវាគឺជាប្រភេទកណ្ដុរវេទមន្តអាចថាគេក៏ជាគ្រូវេទមន្តដែរទូវៃឃើញហើយចង់គាំងវាក៏ដូចជាគ្រូវេទមន្តខ្លាំងមែនទែនតែនៅខននេះជ័យហើយថាបាយជាហ៊ានខ្លាយបន្លំធ្វើជា
ជាបិសាចដ៏ខ្លាំងនៅចំពោះមុខជាងដូច្នេះគឺពិតជាចង់ងាប់ហើយហ៊ុយសែនក៏បានចាប់លើគេមកថាសម្រាប់គេជាមុនសិនទៅអ្នកដែលបន្តគឺជាអុកញ៉ាភ្នែកអាក្រក់មួយនោះហើយដល់នឹងកំភៃខ្លាំងមែនតែនវង្វរទៅកាន់វីរ៉ាវរឲ្យទុកជីវិតគេផងទោះបីក៏បានសួរទៅថាទុកជីវិតឯងក្នុងគោលបំណងអីខ្លួនក៏នឹងរាប់ដល់3បើសិនជាគ្រប់3ហើយនៅតែមិនឃើញហេតុផលសមស្របណាមួយដែលគេបានប្រាប់មកចឹងស្អាប់តែចឹងហើយគេក៏ព្រមប្រាប់ថាគេមានប្រពន្ធអាយុ80ឆ្នាំកូនប្រុសរបស់គេគឺមានចំនួន3ក្បាលតែទោះបីក៏បានរាប់ថយក្រោយហើយគេក៏បានសុំទោសហើយសុំចោះចាញ់ថាគេមិនដឹងរឿងអីនោះទេចឹងហើយទោះបីក៏បានរាប់ទៅម្ដងទេគេមិនខ្វល់នោះទេថាតែគេកំពុងតែដឹងអីខ្លះនោះតែសមមួយចុងក្រោយគេក៏បានប្រាប់ហើយថាខ្ញុំអាចធ្វើការឲ្យពលលោកបានហើយការជិះចាប់ខ្ញុំគឺមិនហត់ចំណាយច្រើននោះទេគ្រាន់តែពងមុនមួយគ្រាប់ក្នុងមួយថ្ងៃតែប៉ុណ្ណោះតែទោះបីក៏បានតបត្រឡប់ទៅវិញថាគេមានអ្នកបម្រើច្រើនណាស់ចឹងហើយក៏បានរាប់គ្រប់3ហើយហ៊ូសែនប្រហារជីវិតរបស់គេចោលតែម្ដងទៅតែកំឡុងពេលហ្នឹងគេក៏បានអង្វរប្រាប់ថាសូមទុកជីវិតឲ្យមនុស្សម្នាក់នេះផងចឹងហើយទោះបីក៏បានសួរថាតើឯងគឺជាមនុស្សមែនទេតាមពិតឯងគឺជាសត្វកណ្ដុរណាគេក៏បានប្រាប់ហើយថាខ្ញុំគឺជាតាចាស់ម្នាក់ឈ្មោះថាកាមែលលើហើយទោះបីចង់អត់សំណើចគណៈពេលដែលហ៊ុយសែនបានដឹងហើយថាកាមែលម្នាក់នេះគឺមានធម្មពលវេទមន្តកម្រិតទី8ក៏ជាសមាជិកម្នាក់នៅក្នុងសមាគមវេទមន្តផងដែរកណ្ដុរកាមែលក៏បានប្រាប់ហើយថាពិតប្រាកដណាស់គាត់គឺជាខ្ញុំនេះឯងទោះបីបានឃើញហើយថាគ្រូវេទមន្តកម្រិតទី8គូណាតែខ្លាំងក៏ប៉ុន្តែមិនគូណាមានចិត្តអាក្រក់ហើយសម្លុតមនុស្សចឹងទេតែហ៊ុយសែនបានដឹងច្បាស់ជាងពួកគេនិយាយបកអក្រាតហើយថាគ្រូវេទមន្តកម្រិតទី8កាមែលម្នាក់នេះគឺជាមនុស្សដែលកំសាកជាងគេបំផុតនៅក្នុងប្រវត្តិសាស្ត្រកាលពីមុនខ្លាំងណាស់ត្រឹមតែអាយុ20ឆ្នាំនោះទេក៏ល្បីល្បាញទូទាំងដីគោកក៏ប៉ុន្តែឥឡូវបែរទៅជាស្បៃកាមែលក៏បានប្រាប់ថាបើទោះបីជារាងកាយរបស់គេប្រែទៅជាកណ្ដុរក៏គេមានធម៌ពលខ្លាំងក្លាដូចដើមទោះបីក៏បាននិយាយឡើងហើយថាមិនថាឯងនឹងគឺជានរណានោះទេក៏ប៉ុន្តែឯងត្រឹមតែជាកណ្ដុរដ៏មានចិត្តអាក្រក់មួយតែប៉ុណ្ណោះកណ្ដុរកាមែលក៏ពិតជាមានការផាត់ភ័យខ្លាំងមែនតែនឹងវត្តទៅកាន់ពួកគេថានេះគឺជាកំហុសរបស់ខ្ញុំនោះទេសូមលើកលែងទោសឲ្យផងកាមែលក៏បានរៀបរាប់ពីអតីតកាលរបស់ខ្លួនឲ្យពួកគេបានដឹងថាកាលគេអាយុ20ឆ្នាំគេក៏មកដល់ទីកន្លែងនេះជាមួយនឹងបងប្រុសរបស់ខ្លួនដើម្បីដណ្ដើមយកប្រភពទឹកនៃជីវិតពីអុកញ៉ាភ្នែកអាក្រក់ក៏ប៉ុន្តែមិននឹកស្មាននោះទេអ្នកដែលមើលភ្នែករបស់នាងក៏ខ្លាចទៅជាដុំថ្មអស់លេងនៅសល់តែគេនោះទេបែរជាខ្លាចទៅជាសត្វកណ្ដុរបាត់ទៅបើជាគេខំប្រឹងរត់បិទភ្នែកយ៉ាងណាក៏ដោយដល់នេះក៏មានការព្យាបាលសួរផងដែរថាតើអុកញ៉ាភ្នែកអាក្រក់នឹងពិតជាពោះថ្លាន់ភ្នែកមាសនឹងមែនទេកណ្ដុរកាមែលក៏បានប្រាប់ផងដែរថានាងមិនមែនត្រឹមតែជាស្ដេចភ្នែកបិសាចអុកញ៉ាភ្នែកអាក្រក់ឬមួយក៏ជាពោះថ្លាន់ភ្នែកមាសតែប៉ុណ្ណឹងនោះទេតាមពិតទៅនាងក៏បានវិវត្តខ្លួនទៅដល់ដំណាក់កាលចុងក្រោយខ្លាចទៅជារាជិនីមេទូសាបាត់ទៅហើយលើដូច្នេះក៏បានឲ្យពួកគេមានការព្យាបាលស្របពេលដែលសាច់រឿងរបស់ជាងក៏ត្រូវបានស្លាយត្រឹមប៉ុណ្ណឹងចឹងបងប្អូនទាំងគ្នារងចាំតាមដានទស្សនានៅក្នុងភាពបន្តទៀតបាយបាយ